អស់ឲ្យជីវិតសពសត្វមនុស្សលោកីអើយចូលចងចាំណាបណ្ដាំអង្គស្ថាគតអង្គអាត្មាអញកັບទី4ព្រះគូអង្គទី6ព្រះកែវដួងកែវរស្មីព្រះអាទិត្យដែលជាកូនសោមេត្តាពៅបៃតាព្រំស្ដេចគំលងជំនះអង្គទី6ដើមពុទ្ធព្រឹកនៃព្រះបាទធម្មឹកទី9នៅថ្ងៃ9កើតនេះមេបាព្រះអាទិត្យព្រះច័ន្ទមេត្តាពៅបៃតាព្រំបើកទ្វារចក្ខុវិញ្ញាណទាំង8នៅថ្ងៃ28នេះមានសិល10ប្រការជាអង្គសុភាទុនសាយព្រះអង្គពុទ្ធស័ក្តិទុស្ពិតឌីធរដួងកែវរស្មីព្រះអាទិត្យកូនសោភ្នំត្បែងមានជ័យទឹកដីខេត្តព្រះវិហារភ្នំ4ទិសមេត្តាពៅបៃតាព្រំវិវត្តពីវត្តតបក្បៅជុនកើតបានថ្ម3ដុំជំរុំរាជសីពលិជាប់ពណ៌រស្មីតែមួយពណ៌ភ្នំព្រះអាទិត្យភ្នំ4ទិសបំបែកចែកចេញទៅភ្នំ8ទិសភ្នំព្រះច័ន្ទមេសោព្រះនាងទេព2ទី7នាងចេក15រួចមេបុនខាងលិចបែកខាងជើង15កើត15រួចអឺរ៉ុបអាមេរិកកាំងអាកាំងចៅតារំរៃសភ្លុកខៀវញាស់ចេញអង្គពីមហាប្រជាលោកអើយគួយញាស់ភ្លុំគូលែនអំពិលអំពេកទំលឿមេឃអំពៅព្រះសាសនាចាំនៅលើក្នុងភ្នំគូលែនដែលជាកំពឹសឡើងពងលើភ្នំគូលែនក្អែកសចេញរកស៊ីត្រឹមតែកពតត្រាច់ក៏ប្រុកត្រាំគុលមិនចាក់រឹសពោះវែកមានពឹស10កន្លែងឆ្នាំម្សាញ់ស្ដេចងៀបភ្លើងចេញមុខជំរុះចម្រាញ់កាត់ដាច់ស្អាតនៅចុងសតវត្សទី12នេះមនុស្សនឹងស្លាប់កោដៃកោជើងលើគ្នាដោយស្និទ្ធជ័យពុទ្ធសករាជ2569បញ្ចប់មួយកាប់ការផែនដីចាស់នៅក្នុងខែចែកត្រូវតែបែងចែកដែកចែកចេញឲ្យដាច់នៃកាប់អីសូររបស់កាប់អីសីណាមេសោព្រះនាងជែកនាងចំមេបនខាងកើតអាស៊ីបែកខាងត្បូងលោកអើអង្គភឹមប្រៃនគរនាងពៅរចនានាងកែវ7ពណ៌ភពព្រះសៅហ្នឹងបានកើតបាន9ដឹងមានដងកើតបាននាងគោជុំតងសុកម្ដាយដើមភពព្រះសុកនាងគោជុំប្រាសាទកោះកេរដំរីសភ្លុកខៀវនិងនាងកែវ7ពណ៌លោកអើដួងគុណភ្នំស្រង់ស្រះ3ចេញមក3ស្រោចស្រង់ឆ្លងស្វៀនគុណគ្រូម្ដងក្នុងទៅទឹងផ្លូវបំបីចែកជា4បញ្ចប់កំពង់សោមព្រះនាងនាគទេពីកែវមនោរាសវណ្ណភូមិពុទ្ធប្រពុតទី4 8រួចលោកអើអាំងផេះនៅទិសខាងកើតឡើយព្រះនាងសវណ្ណភក្តីថ្ងៃពហុ8កើតលោកអើសួងនៅទិសខាងលិចនៃទ្វារសច្ចធម៌ទាំង5នេះបានកើតបាននាងសុភារមថ្ងៃព្រះអង្គាសិលមានពលិឈប់ពណ៌រស្មីតែមួយពណ៌គឺលោកអើសវណ្ណព្រះពលិធម៌ភ្នំទុស្ពិតទីធម៌តួកំពង់ឆ្នាំងបញ្ចប់ត្រឹមសាលាលេខ5បានកើតមួយតួឆ្នាំងតួកំពង់រងចាំមេបាកំពង់ចាមមេត្តាពៅបៃតាព្រំវិវត្តចេញវត្តអង្គរបាជ័យជប់បានភ្នំប្រុសមួយលោកតាពុទ្ធរត3ចម្លងឆ្លងអូនិស័យភ្នំស្រីលោកយាយសលៈបានបង្កើតប្រពៃនេះមេបាកំពុងរងចាំកូនឆ្លងទលេពីទួយគួយឆ្មាកើតបានចេញមកស្ទឹងត្រង់ត្រូវតម្រៃតម្រង់ខ្លួនឯងឲ្យត្រូវត្រង់ស្មើរំទាត់តែមានភ្នំហាន់ជ័យទងជ័យព្រះរហ័តរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ3កំពង់ធំគឺខ្លាជន់ដំរីជន់ខ្លានៃអង្គព្រះស្រះមេត្រីនៃមហាអំណាចទាំង5ចាប់ប្រចាំត្រកូលទី1ប្រកបសន្ធូរស៊ីកោនីគុំនួអាមេរិកាំងអង្គកាសប៉ោចិនអីសិសំណក់គូដងកេរខាងជើងអង្គព្រះស្រះមេត្រីប្រាំងបញ្ចប់នៃមហាអំណាចទាំង5ប្រចាំត្រកូលនេះបានកកើតមួយចេញមកក្រៅគឺអង្គទី6ដើមពោធិព្រឹកប្របាទធម្មទី9គឺដំរីសម្រេចរាជសីគឺព្រះកែវមរកតដែលជានាមរួមវត្តទឹកបៃតាអង្គររាជស្ដេចចក្រវាឡព្រះវិស្ណុលោកនិងប្រម៉ែលក្ស្មីគឺជាមេត្តាពៅបៃតាព្រំជាស្ដេចគឺជាមនុស្សមិនមែនជាសត្វហើយក៏មិនព្រះថ្មព្រះស្មងដែរហើយក៏មិនមែនជាខ្យល់ជាកាកសំណក់ខ្យល់ផែនដីទេគឺជាមនុស្សពិតប្រាកដណាស់ដែលលោកសជាតិមយាទសពុជពងវងតកោជាមនុស្សដែលជាស្ដេចប្រជុំនេះគឺអង្គព្រះកែវព្រះវិស្ណុលោកគឺជាព្រះកែវអ្នកឯងបានកាប់សម្រាប់ព្រះកែវស៊ីសាច់ព្រះគូប្រមាថពីតម្លៃព្រះអាទិត្យទៅដល់ព្រះសៅរ៍ពីឆ្នាំជូតរហូតដល់ឆ្នាំកុលដែលបានបង្កើតជីវិតសពវណ្ណលោកីដែលកកើតកំណើតមកជាមនុស្សសិតតែជាមនុស្សអ្នកមានបុណ្យសិតជាមនុស្សតួឯកពិសេសណាស់ដែលបានកើតមកជាមនុស្សប៉ុន្តែអ្នកឯងរាល់គ្នាមិនគ្រប់តម្លៃខ្លួនឯងជាមនុស្សទេអត់ស្គាល់គុណធម៌គុណនេះមនុស្សប្រុសពេលថ្ងៃគុណតម្លៃដើមទ្រូង5ហត្ថគុណតម្លៃ5000ភាសាខ្លួនមុខ3ប្រទេសស្អាត12ម៉ោងធម៌នេះគឺមនុស្សស្រីមានព្រមហេតុធម៌ទាំង4ឈាមជាប់ខែរដូវដែលមានព្រមហេតុធម៌84000ព្រះសំខាន់នៃដំណើរផ្លូវពីរនេះប៉ុន្តែឯងអត់គ្រប់ប្រណិប័តនៃដំណើរគុណធម៌សច្ចធម៌ពីពិតជីវិតធម៌ក្នុងនគរកាយបាយក្នុងឆ្នាំងអត់មានទេមេបា
នៅក្នុងព្រៃអិសីសំសានលាក់ខ្លួនពុនសម្រាប់នៅក្រោមដើមគល់ត្រលឹងទឹងចេញពីមាត់តាពាំងព្រះដើម្បីចេញរៀបចំសាសនានៅលើក្នុងភ្នំគូលែនថ្ងៃ1 ខែ 1 2026នេះអំពិលអំបែកទំលឺមេឃបើសាសនាចាំនៅលើក្នុងភ្នំគូលែនបញ្ចប់ផែនដីចក្រវាឡនៅក្នុងយុគ9ច្បាប់មនុស្សប្រុសពេលថ្ងៃច្បាប់មនុស្សស្រីពេលយប់9នេះពុទ្ធសករាជ2569ត្រូវតែបញ្ចប់กับការផែនដីនៅក្នុងខែចែកត្រូវតែបែងចែកដាច់ឲ្យដាច់ពីគ្នាកັບអីសូបានត្រឹមតែខែចែកទេយុគ9ឆ្នាំសាញ់ពាក់កណ្ដាលសាសនា2025ឆ្នាំនេះពុទ្ធសករាជ2569បញ្ចប់កັບអីសូបានចូលដល់2507ចូលដល់កັບព្រះកែវមณีឥសីចេញមករៀបចំសាសនាលើកសាសនាបន្តបង្កើតដែនដីចក្រវាឡព្រះមហានគរទាំងមូលគឺជានគរវង្សភៈបូរីស្រីអយុធ្យារៀបចំសាសនាសាដានសាជាថ្មីមានបង្កើតដែនដីចក្រវាឡព្រះមហានគររសជាតិទឹកដីខេមរាសវណ្ណភូមិភក្តីស្រីអយុធ្យាព្រះពុទ្ធសាសនាមានពលិភ្លឺដូចមាសដែនដីចក្រវាឡព្រះមហានគរទាំងមូលនេះមានពលិជីវិតជាអមតៈព្រោះមនុស្សលោកទាំងឡាយត្រូវតែគោរពដោយគុណធម៌សច្ចធម៌ពិពិតជីវិតធម៌ក្នុងនគរកាយគឺជាមនុស្សសច្ចៈពិតប្រាកដទើបរួចចាក់ផុតទុកវា3លោក4នេះមានអាយុកាលវែងណាស់រហូតដល់4050បានចប់គុណតម្លៃព្រះពុទ្ធលោកឪពុកចូលដល់កັບទី3អង្គព្រះសិរិអាមេត្រីលើកគុណតម្លៃព្រះធម៌អ្នកម្ដាយបានគេឲ្យឈ្មោះថាព្រះសិរិអាមេត្រីស្រីពោធិសត្វលើកគុណតម្លៃព្រះធម៌អ្នកម្ដាយ4051ទៅដល់84000ព្រះធម្មខណ្ឌបានចប់ការប្រភពផែនដីឆេះកាលអស់បានកកើតកំណត់ព្រះ10អង្គជាមកបន្តដំណើរទៅមើលព្រឹកនៃផែនដីចក្រវាឡព្រះមហានគរនេះដោយច្បាប់របស់ព្រះអិនព្រះព្រំជាស្ដេចពធធម្មជាតិនៃអង្គព្រះពុទ្ធគូសាចារអង្គម្ចាស់ព្រះគម្ពីរអរសគម្ពីរត្រៃវេទនៅក្នុងពោះព្រះគោនិងព្រះកែវអ្នកឯងបានសម្លាប់ព្រះកែវកែប្រែពិសោអធិខ្មៅពីត្រូវឲ្យជាខុសខ្មែរមានកម្មពៀវិរិយទាំងអស់នេះដែលប្រាជ្ញាពីគុណធម៌សច្ចធម៌ពិពិតខ្មែរកាប់សម្លាប់ព្រះកែវស៊ីសាច់ព្រះគោទៅបនស្រន់រំលឹកដល់គុណព្រះគោឲ្យព្រះកែវជួយផងជួយបីចម្លងឲ្យអ្នកឯងឆ្លងផុតវាល3លោក4ប៉ុន្តែអ្នកឯងបានកាប់សម្លាប់ព្រះកែវស៊ីសាច់ព្រះគោអ្នកឯងកែប្រែពីគុណធម៌សច្ចធម៌ពិពិតជីវិតធម៌ក្នុងនគរកាយអ្នកឯងបានលួចគោយន្តគេមកពីទិសខាងលិចគោយន្តជល់ជាមួយគោពិតបាក់ស្នែងជាងអ្នកឯងមានកម្មពៀវិរិយអ្វីខ្លះខ្មែរដល់កំពុងលងទុកហើយកំពុងដើរស្វែងស្វាកាប់អីសូគឺជាកាប់ដង្កូវអត់មុខបាត់អត់ឃើញទេដង្កូវចេញមុខលវិសលវៀមពេញផ្លូវគ្រូមុនអាគមគ្រូគាថាគ្រូបារមីគ្រូអង្គុយកម្មដ្ឋានសមាធិគ្រូបិទនៅចិត្តគ្រូងឹតសូនគ្រូក្បាក់គ្រូក្វិនគ្រូកោគ្រូថ្លង់នេះគឺជាកាប់របស់អីសូខែរះឆ្លងផ្លូវកូនកើតមុនឪពោតាដើរលេងស្បៃហឺហានៅស្បងជីពោលោកសងនេះជាកូនសងជាកូនប៉ុន្តែប្រពុតពធវាលាយអស់ហើយខ្មែរអត់មានតែបួងសួងប្រាថ្មប្រាស៊ីម៉ងណាមកជួយរួចទេអត់មានដើរទៅប្រកបប្រកាសរោគកាកសំណល់ខ្យល់ផែនដីណាមកជួយរួចទេបាទខ្មែរខ្វះគុណធម៌ហើយនោះបាទខ្វះសច្ចធម៌ពិពិតជីវិតធម៌ក្នុងនគរកាយបាយក្នុងឆ្នាំងហើយនោះខ្មែរត្រូវតែទទួលកម្មពៀវិរិយទាំងអស់ដែលបានសម្លាប់ព្រះខ្លួនឯងស៊ីព្រះខ្លួនឯងខ្មែរត្រូវតែទទួលកម្មពៀវិរិយទាំងអស់នេះខ្មែរថ្ងៃរះមកពីលិចគោយន្តសង្គ្រាមសាសនាលោកលើកទី3ឈាមដាពូដំរីទលេ4មុខកាប់មុខនៅស្បងជីពោនេះគឺឈាមពីមនុស្សស្រីដំរីគឺមនុស្សស្រីបើអ្នកឯងប្រែកក្លាយប្រាជ្ញាពីគុណធម៌គុណពេលថ្ងៃធម៌ពេលយប់ច្បាប់ប្រុសនិងច្បាប់ស្រីតួលេខតួអក្សរអ្នកឯងអត់គ្រប់ប្រណិប័តឲ្យបានត្រឹមត្រូវត្រង់ស្មើដូចទាត់ផងខ្មែរងាប់អស់97%ដល់ពេលចូលដល់កាប់ថ្មីអត់មានគ្រូបារមីមកទៀតទេអត់មានគ្រូចូលរូបមកទៀតទេគឺយកគុណធម៌សច្ចធម៌ពិពិតយកមកគ្រប់បូជាប្រណិប័តឲ្យបានត្រឹមត្រូវត្រង់ស្មើដូចទាត់ទើបរួចចាក់ផុតទុកវា3លោក4នេះខ្មែរដល់ពេលខែចែកនេះភ្ជុះគោភ្លៀងរទះភ្លើងនៅឆេះកាខែចែកក្តៅខ្លាំងខែប្រាំងក្តៅហែងក្តៅទើបបែកផ្សែងជីវិតមនុស្សលោកកៃមិនអាចទ្រាំទ្រនឹងផែនដីចក្រវាឡមហានគរនេះបានទេខ្មែរត្រូវតែស្លាប់គោដៃគោជើងលើគ្នាដូចស្និទ្ធជ័យអស់97%នៅសល់តែ3%ទេដែលជាអង្គដើមពិតប្រាកដអាចជ្រកក្រមមលុបដើមពុទ្ធព្រឹករបស់ព្រះអង្គពុទ្ធសាសនាទុស្វិតរីធម៌មានអាយុកាលវែងណាស់រហូតដល់ចប់កាប់ការផែនដីពធ84000ព្រះធម្មខណ្ឌ